ជំរុញខ្លួនឯងគ្មានពីណាជំរុញយើងទេវាយតម្លៃខ្លួនយើងជំរុញខ្លួនយើងកែលម្អខ្លួនយើងចំណុចខ្លាំងចំណុចខ្សោយដឹងមកពីណាជួនកាលអត់មានពីណាប្រាប់យើងទេតែយើងត្រូវរៀនសិក្សាមើលឆ្លោះកញ្ចក់ខ្លួនឯងដើម្បីវាយតម្លៃដែលខ្ញុំថាកុំភ្លេចរៀនពីខ្លួនឯងទៅរៀនពីខ្លួនឯងដឹងចំណុចខ្សោយយើងកែយ៉ាងម៉េចពេលខ្លះសភៅនេះហើយការស្រាវជ្រាវទៅបង្កើនតម្លៃខ្លួនឯងហើយយ៉ាងហោចណាស់នៅពេលដែលយើងមានតម្លៃខ្លួនឯងយើងសប្បាយចិត្តខ្លួនឯងទៅព្រោះយើងមានឱកាសច្រើនសមត្ថភាពម្ចាស់ការខ្លួនឯងកាន់តែច្រើនបើថាកន្លែងហ្នឹងมันមានលទ្ធភាពក៏អាចមានតែបើយើងអត់មានសមត្ថភាពអត់មាននៅវិធីសាស្ត្រដើម្បីពង្រឹងខ្លួនឯងទៅជាក្របពេជ្រនេះហើយកន្លែងណាក៏យើងកប់ដែរគេដាក់កន្លែងណាខំប្រឹងធ្វើឲ្យបានល្អ